ដើម្បីស្គាល់គ្រុឌថាជានរណាមានដើមកំណើតអង្គពីតាណាឲ្យគ្រុឌឈ្មោះអីម៉ែគ្រុឌឈ្មោះអីហើយព្រះវិស្ណុជានរណាយើងមកស្គាល់ព្រះទាំង3សិនព្រះព្រំនេះគឺលោកមានប្រកេះ4ភាសាខ្មែរយើងថាដៃមិនមែនដៃ6ទេណាពនាមរបស់លោកមាន1000ឈ្មោះអូខេឥឡូវថ្ងៃមុនយើងបានសន្យាគ្នាជាមួយឲ្យកូនណាថាឪនឹងនាំកូនមកមើលវប្បធម៌របស់ដូនតាដែលឆ្លាក់នៅលើថ្មឥឡូវនេះយើងឈរនៅលើទឹកដីវប្បធម៌របស់ដូនតាខ្មែរយើងត្រូវទិញសមុទ្រសិនសមុទ្រឃើញអត់ទេប្រជាជនខ្មែរយើងគឺសមុទ្រមួយស្លឹកនេះតែ500រៀលទេចំណូលចូលជាតិរបស់យើងបើភ្ញៀវបរទេសនឹងគេទិញសមុទ្រ$10បើគិតជាប្រាក់ខ្មែរយើងគឺ40000រៀលឥឡូវឪនាំកូនមកមើលដុំថ្មរបស់ដូនតារបស់យើងថាដុំថ្មរបស់ដូនតាយើងមានតម្លៃមិនមនុស្សធម្មតាមើលទៅឃើញដុំថ្មតែដុំថ្មប៉ុន្តែមនុស្សដែលមិនធម្មតាមនុស្សគេឆ្លាតមើលទៅដុំថ្មសុទ្ធតែដុំពេជ្រឥឡូវថាតើតម្លៃដុំពេជ្រនៅក្នុងដុំថ្មរបស់ដូនតារបស់យើងដែលជាវប្បធម៌ចម្លាក់ហ្នឹងមានអីខ្លះដើម្បីស្គាល់គ្រុឌថាជានរណាមានដើមកំណើតអង្គពីតាណាឲ្យគ្រុឌឈ្មោះអីម៉ែគ្រុឌឈ្មោះអីហើយព្រះវិស្ណុជានរណាយើងមកស្គាល់ព្រះទាំង3សិនព្រះអង្គទី1គឺព្រះព្រំនេះគឺលោកមានប្រកេះ4ហើយលោកមានតួនាទីជាអ្នកបង្កើតលោកហើយថាតើលោកទ្រង់យានជំនិះជាអ្វីភាសាខ្មែរថាជិះឥឡូវឲ្យអត់ប្រាប់កូនឥឡូវនឹងទេទុកឲ្យកូនឆ្ងល់នៅថ្ងៃខាងមុខថាតើប្រព្រំលោកមានយានជំនិះជាអ្វីមិនបានតែឯងចេះទៅឲ្យកូនឆ្ងល់រហូតចឹងដូនតាខំប្រឹងធ្វើចង់ងាប់កូនគាត់តែចាំតាមដានបន្តិចវាយូរណាស់ទៅហើយកូនឥឡូវទៅអត់ទេចាំទៅថ្ងៃខាងមុខទៅបានហើយចុះមិនខាងនេះអង្គគាត់មានប្រហោះ6ហើយខាងនោះប្រហោះ4អញ្ចឹងប៉ាភ្នែកកូនឯងមើលឃើញមិនឃើញប្រហោះ6ភាសាខ្មែរយើងថាដៃមិនមែនដៃ6ទេណាដៃ8កូនឃើញទេនេះក៏ព្រះវិស្ណុអង្គខាងនោះក៏ព្រះវិស្ណុដែរហេតុនេះបានដៃ4ផងដៃ8ផងយើងទៅរូបតំណាងអីហើយព្រះវិស្ណុលោកមានយានជំនិះជាស្អីប៉ាញ់លាក់កូនទៀតហើយអត់ប្រាប់អត់លាក់ទេបាទអត់លាក់ទេទុកឲ្យកូនតាមបានសិនចឹងឥឡូវកូនចង់ដឹងព្រះអង្គទី3ជាព្រះអីគេប៉ាគឺនាំកូនមកមើលអង្គព្រះសិវៈមកអង្គទៀតណាព្រះសិវៈក៏បានអេសូក៏បានសិវៈផងអេសូផងចឹងប៉ាព្រះសិវៈនេះមានឈ្មោះមិនមែនតែ2នឹងទេពនាមរបស់លោកមាន1000ឈ្មោះ1000ឈ្មោះហើយមានអវតារទាំងអស់19អវតារទៅទៀតមិនមែនតែមួយអង្គនឹងទេអវតារនេះអីគេប៉ាម៉ែយើងពីដើមថាអ្នកប្រែកាឡាមកយល់ទេមានភ័យរវៈមានច្រើនព្រះសិវៈហ្នឹងលោកជិះអីជាយានជំនិះហើយមានតួនាទីរំលាយលោកអង្គនេះសប្បាយនេះកូនមើលបណេតរបស់លោក3ណាអូខេប៉ាចុះគ្រុឌហេតុអីបានគ្រុឌខ្លាចជាយានជំនិះរបស់ព្រះវិស្ណុគ្រុឌមានដើមកំណើតពីណាម៉ែឲ្យឈ្មោះអីប៉ាអូកូនអាហ្នឹងចេះមានអីសីមួយអង្គឈ្មោះអីសីកាសបៈពីប្រពន្ធទី1ឈ្មោះនាងកត្រុដែលប្រពន្ធទី1របស់អីសីហ្នឹងប៉ុន្តែបើនាងសុរបណៈប្រពន្ធចុងនោះចឹងហើយបានថាបុរសប្រពន្ធ2ពិបាកណាឯងប្រពន្ធមែនអូសំណួរកូនឯងនេះហ៎សំណួរនេះគ្រោះថ្នាក់ខ្លាំងណាស់កូនស្រីអើយ